នៅថ្ងៃច័ន្ទទី28ខែមេសារដ្ឋមន្ត្រីការបរទេសនៃប្រទេសប្រេស៊ីលចិនរុស្ស៊ីនិងសមាជិក BRICS ផ្សេងទៀតបានចាប់ផ្ដើមកិច្ចពិភាក្សារយៈពេល2ថ្ងៃនៅទីក្រុង Rio de Janeiro ក្នុងគោលបំណងបង្កើតសម្ព័ន្ធភាពរួមគ្នាដើម្បីទប់ទល់នឹងគោលនយោបាយពាណិជ្ជកម្មដ៏ឈ្លានពានរបស់សហរដ្ឋអាមេរិកកិច្ចប្រជុំធ្វើឡើងចំពេលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍បន្ថយកំណើនសេដ្ឋកិច្ចពិភពលោកព្រោះតែរងផលប៉ះពាល់ពីគោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នក្រុម BRICS មានប្រជាជនជិតពាក់កណ្ដាលនៃប្រជាជនសរុបរបស់ពិភពលោកនិងមានទំហំ GDP ប្រមាណ 39% នៃ GDP សរុបរបស់ពិភពលោកហើយមានឥទ្ធិពលលើបញ្ហានានាពីអ៊ុយក្រែនដល់កាហ្សានិងពាណិជ្ជកម្មសកលក្រសួងមហាផ្ទៃអេស្ប៉ាញកាលពីថ្ងៃច័ន្ទទី28ខែមេសាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបន្ទាប់ពីការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសរួមទាំងប្រទេសប៉ូទុយហ្គាល់ផងដែរនេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំងដែលបញ្ជាក់ថានេះគឺជាការដាច់ចរន្តអគ្គិសនីដល់កម្រនិងមិនមែនជាការវាយប្រហារតាមអ៊ីនធឺណិតទេនៅថ្ងៃច័ន្ទទី28ខែមេសាការដាច់ចរន្តអគ្គិសនីបានធ្វើឲ្យសកម្មភាពនានានៅទូទាំងប្រទេសអេស្ប៉ាញនិងប៉ូទុយហ្គាល់ត្រូវជាប់គាំងដែលក្នុងនោះរួមមានការផ្អាកដំណើរការរថភ្លើងក្រោមដីគ្មានសេវាទូរស័ព្ទភ្លើងស្តុបមិនដំណើរការនិងម៉ាស៊ីន ATM ជាប់គាំងដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងទ្វីបអេស្ប៉ាញនិងប៉ូទុយហ្គាល់អង្គការលើកលែងទោសអន្តរជាតិបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារទី29ខែមេសានេះដោយបានព្រមានធ្ងន់ធ្ងរអំពីស្ថានភាពសិទ្ធិមនុស្សនៅទូទាំងពិភពលោកដោយលើកហេតុផលថាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិកកំពុងធ្វើឲ្យនិន្នាការដែលគួរឲ្យបារម្ភនេះកាន់តែអាក្រក់ទៅរបាយការណ៍នេះត្រូវបានចេញផ្សាយនៅចំពេលដែលលោកត្រាំបានកាន់តំណែងជាប្រធានាធិបតីរយៈពេល100ថ្ងៃនៃអាណត្តិទី2របស់លោករបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិបានគូបញ្ជាក់ពីបញ្ហាសកលសំខាន់ដូចជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិអំឡុងពេលជំនួបប្រដាប់អាវុធការបង្ក្រាបលើអ្នកប្រឆាំងការរើសអើងអយុត្តិធម៌ផ្នែកសេដ្ឋកិច្ចនិងអាកាសធាតុនិងការប្រើប្រាស់បច្ចេកវិទ្យាខុសជាដើមនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីននៅថ្ងៃទី29ខែមេសាដើម្បីស្វែងរកការពង្រឹងបន្ថែមសម្ព័ន្ធភាពប្រឈមមុខនឹងវិវាទក្នុងសមុទ្រចិនខាងត្បូងជាដំណើរទស្សនកិច្ចដែលធ្វើឡើងបន្ទាប់ពីមេដឹកនាំជប៉ុនរូបនេះបានធ្វើទស្សនកិច្ចនៅវៀតណាមនិងសម្រេចបានកិច្ចព្រមព្រៀងមួយចំនួននាយករដ្ឋមន្ត្រីជប៉ុននឹងជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos នៅក្រុងម៉ានីលនៅថ្ងៃអង្គារទី29ខែមេសាសម្រាប់ដំណើរទស្សនកិច្ចរយៈពេល3ថ្ងៃរបស់លោកនៅទីនោះមន្ត្រីអះអាងថាការពិភាក្សារបស់មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងផ្ដោតលើសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើតដែលកំពុងតែមានវិវាទមេដឹកនាំទាំងពីរក៏អះអាងឡើងវិញពីការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសម្ព័ន្ធភាពត្រីភាគីណាមួយរបស់សហរដ្ឋអាមេរិកនិងការវាយប្រហារពន្ធគយដែលប្រកាសឡើងដោយសហរដ្ឋអាមេរិក